ហេតុអ្វីបានជាមនុស្សយើងអស់សង្ឃឹមយើងអស់សង្ឃឹមមិនមែនព្រោះតែយើងខ្សោយនោះទេប៉ុន្តែភាគច្រើនកើតឡើងពីកត្តាជាច្រើននៅក្នុងជីវិតអញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងធ្វើការបកស្រាយនៅចំណុចសំខាន់មួយចំនួនដែលធ្វើឲ្យមនុស្សយើងឆាប់អស់សង្ឃឹមនៅក្នុងជីវិតជាក់ស្ដែងបាទអញ្ចឹងគឺមូលហេតុទី1គឺការបរាជ័យជាញឹកញាប់ជាក់ស្ដែងបាទណាពេលដែលយើងខិតខំច្រើនតែបរាជ័យអញ្ចឹងមនុស្សអាចចាប់ផ្ដើមគិតថាខ្លួនឯងមិនអាចទៅរួចអញ្ចឹងហើយបរាជ័យម្ដងហើយម្ដងទៀតធ្វើឲ្យយើងគិតថាតម្លៃខ្លួនមិនល្អគ្មានសមត្ថភាពបាទអញ្ចឹងហើយបានបរាជ័យញឹកញាប់ក៏នាំឲ្យយើងអស់សង្ឃឹមផងដែរចំណុចទី2គឺបញ្ហាជីវិតលើសកម្លាំងពេកដូចជាបញ្ហាហិរញ្ញវត្ថុបញ្ហាគ្រួសារសុខភាពការងារអាចធ្វើឲ្យយើងមានអារម្មណ៍ថាហាក់បីដូចជាមិនមានផ្លូវចេញទៅមុខចំណុចទី3គឺការបាត់បង់នៅអ្វីដែលសំខាន់ដូចជាការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ឱកាសក្តីសុបិនអាចធ្វើឲ្យចិត្តទទេនិងអស់សង្ឃឹមបាទអញ្ចឹងការណាដែលយើងបាត់បង់អ្វីដែលសំខាន់មួយនៅក្នុងជីវិតនោះក៏ជាផ្នែកមួយដែលធ្វើឲ្យយើងអស់សង្ឃឹមផងដែរចំណុចទី4គឺយើងច្រើនប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃមើលឃើញថាអ្នកដទៃជោគជ័យខ្លួនឯងនៅពីក្រោយគេដែលធ្វើឲ្យអារម្មណ៍របស់យើងនឹងគ្មានតម្លៃនិយាយចំគឺកាលណាយើងធ្វើការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃកាន់តែខ្លាំងអញ្ចឹងនឹងធ្វើឲ្យយើងឃើញចំណុចខ្សោយរបស់យើងកាន់តែខ្លាំងផងដែរអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងគួរតែប្រៀបធៀបខ្លួនឯងរវាងថ្ងៃម្សិលមិញនិងថ្ងៃនេះអញ្ចឹងតើយើងរីកចម្រើនបានកម្រិតណាចំណុចទី5ដែលធ្វើឲ្យមនុស្សយើងអស់សង្ឃឹមគឺការខ្វះការគ្រប់គ្រងអញ្ចឹងពេលគ្មាននរណាម្នាក់ស្ដាប់ឬក៏យល់ចិត្តអារម្មណ៍ឯកោក៏នឹងកើតឡើងផងដែរដូចជាពេលយើងមានទុក្ខលំបាកកាលណាយើងខ្វះការគ្រប់គ្រងពីមិត្តភ័ក្តិពីឪពុកម្ដាយពីដៃគូជីវិតអញ្ចឹងវាក៏នាំឲ្យយើងអស់សង្ឃឹមផងដែរនៅក្នុងជីវិតចំណុចទី6គឺគំនិតអវិជ្ជមាននានៅក្នុងចិត្តបាទណាអញ្ចឹងគឺថាយើងគិតថាអ្វីមិនអាចទៅរួចមិនអាចផ្លាស់ប្ដូរអនាគតនឹងមិនល្អប្រសើរអញ្ចឹងកាលណាយើងមានគំនិតអវិជ្ជមាននៅក្នុងខ្លួនបែបនេះនោះវាក៏នាំឲ្យយើងអស់សង្ឃឹមផងដែរប៉ុន្តែនៅក្នុងដើម្បីផ្ដល់ជាកម្លាំងចិត្តដើម្បីធ្វើឲ្យយើងអាចទប់ស្កាត់ឬក៏ដើម្បីយើងទប់ទល់ទៅនឹងក្តីអស់សង្ឃឹមបានខ្ញុំមានចំណុចមួយចំនួនដើម្បីឲ្យពុកម៉ែបងប្អូនបានធ្វើការពិចារណាទី1បងប្អូនត្រូវចាំថាអស់សង្ឃឹមជាស្ថានភាពបណ្ដោះអាសន្នតែប៉ុណ្ណោះមិនមែនជាអ្វីដែលវាថិតថេរយូរអង្វែងនោះទេទី2បាទណាគ្រប់មនុស្សធ្លាប់មានអារម្មណ៍បែបនេះមានន័យថានរណាក៏មាននៅការអស់សង្ឃឹមនៅក្នុងជីវិតផងដែរសូម្បីតែបាទណាថ្នាក់ដឹកនាំកម្ពុជាព្រះសម្មាសម្ពុទ្ធក៏លោកធ្លាប់អស់សង្ឃឹមផងដែរនៅក្នុងឆាកជីវិតទី3ក្តីសង្ឃឹមអាចកើតមានឡើងវិញប្រសិនបើអ្នកមានការគ្រប់គ្រងនិងការថែរក្សាចិត្តឲ្យបានល្អបាទអញ្ចឹងអរគុណពុកម៉ែបងប្អូនណាសម្រាប់ការស្ដាប់នៅគោលគំនិតខ្លីៗដែលខ្ញុំបានចែករំលែកនេះផងដែរអញ្ចឹងសូមគោរពអរគុណណាពុកម៉ែបងប្អូនជួបតែសេចក្តីសុខចម្រើនហើយសូមពុកម៉ែបងប្អូនអាចជួយធ្វើការ Subscribe ទៅលើ Channel YouTube របស់ខ្ញុំបាទផងដើម្បីទទួលបាននៅគោលគំនិតខ្លះៗដែលអាចថាជាផ្នែកមួយដែលសំខាន់ឬក៏ជាចំណុចមួយចំនួនដែលអាចជួយឲ្យពុកម៉ែបងប្អូនយកទៅគិតពិចារណាដើម្បីធ្វើឲ្យជីវិតដែលល្អប្រសើរនៅក្នុងសម្រាប់ទាំងពេលបច្ចុប្បន្ននិងអនាគតបាទសូមអរគុណសូមគោរពលាដោយក្តីគោរពពីខ្ញុំយ៉ាងម៉ាអរគុណ